ម៉ែកូនបឺតខ្ញុំមានទឹកចិត្តល្អណាស់ធ្វើបង្អែមបន្តិចបន្តួចយកទៅជួយចង្ហាន់លោកបន7ថ្ងៃរបស់អ្នកភូមិបង្អែមចាហួយសង្ខ្ចាស្នាដៃរបស់ម៉ែកូនបឺតខ្ញុំធ្វើមករសជាតិឆ្ងាញ់មែនតើហើយសូមសរសើរម៉ែកូនបឺតខ្ញុំធ្វើចាហួយសង្ខ្ចានិយាយថាបានស្អាតមែនតើហើយបើនិយាយពីវិធីធ្វើវិញក៏អត់មានអីពិបាកធ្វើទេបងណែមិនទាន់ចេះធ្វើអាចរៀនធ្វើតាមវិធីរបស់ម៉ែកូនបឺតបានដំបូងយើងយកទឹកជានឹងចំនួន250 ml ម្សៅចាហួយ1ស្លាបព្រាបាយកន្លះដាក់អំបិលបន្តិចមកយើងកូរវាឲ្យរលាយជាមួយទឹកហើយទុករយៈពេល10នាទីក្រោយមកយើងចាប់ផ្ដើមបើកភ្លើងដាក់ជាមួយនឹងស្ករសចំនួន2ខាំហើយខ្ទិះដូងនេះចំនួន1លីត្រណាខ្ទិះដូងយើងប្រើចំនួន1លីត្រតែម្ដងរួចហើយយើងចាប់កូរវាទៅឬឲ្យភ្លើងហ្នឹងយើងកុំបើកខ្លាំងពេកយើងបើកបានល្មមមកបានហើយយើងអាសាកូរពុកម៉ែមកនេះកំទុកវាចោលអាហ្នឹងគឺផុលលឿនមែនតើណាតែពុះគឺវាផុលហើយអញ្ចឹងយើងនឹងមើលវាកូរវានៅនឹងរហូតមើលតែទឹកចាហួយរបស់យើងចាប់ផ្ដើមពុះឡើងបាយខ្ទិះអញ្ចឹងហើយពុកម៉ែមកនេះប៉ុណ្ណឹងបានហើយយើងបិទភ្លើងមកយកមកចាក់ដាក់ថាសទុកឲ្យវាត្រជាក់បង្អែមចាហួយគឺយើងធ្វើរួចរាល់យើងទុកវាឲ្យត្រជាក់នៅហ្នឹងមកយើងមករៀបចំធ្វើសង្ខ្ចាវិញម្ដងពុកម៉ែមកគ្នាហើយនេះគឺជាគ្រឿងសម្រាប់ធ្វើសង្ខ្ចាមើលតាចាហួយឬក៏អ្នកខ្លះហៅថាសារាយអញ្ចឹងណាមើលតាចាហួយនិងសារាយនឹងរៀងរឹងបន្តិចហើយយើងចាប់ដើមធ្វើសង្ខ្ចាទាំងអស់គ្នាយើងប្រើទឹកជានឹងចំនួន250 ml ម្សៅចាហួយ1ស្លាបព្រាកាហ្វេកន្លះកូរម្សៅចាហួយឲ្យរលាយជាមួយទឹកហើយទុករយៈពេល10នាទីបន្ទាប់មកទៀតយើងយកស្ករក្រហមនេះចំនួន3ខាំដាក់ជាមួយនឹងអំបិលបន្តិចមកលឹកតើនឹង4-5ប្រទេសមកពងទានេះចំនួន5គ្រាប់ប្រើពងទាក៏បានប្រើពងមាន់ក៏បានតែតាមចំណង់ចំណូលចិត្តរបស់ពុកម៉ែបងប្អូនទាំងអស់គ្នារួចហើយយើងចាប់ដើមច្របាច់វារហូតតរវាបែកចូលគ្នាអញ្ចឹងតរវាចូលគ្នាខ្លាចជាលបាយទឹកតែមួយអាស្លឹកតើយហ្នឹងគឺយើងច្របាច់វាបែកអញ្ចឹងមករួចហើយយើងរើសស្លឹកតើយចេញយើងដាក់ជាមួយនឹងខ្ទិះដូងហ្នឹងចំនួន1លីត្រដូចគ្នាហើយយើងប្រើជាមួយនឹងខ្ទិះដើមហ្នឹងប្រហែលជា250 ml បើមានច្រើនជាងនេះដាក់ច្រើនជាងនេះក៏បានដែររួចហើយយើងចាប់ដើមកូរយើងចាប់ដើមច្របាច់ឲ្យបែកពងមាន់ពងទាហ្នឹងមកខ្លាចជាលបាយទឹកតែមួយឲ្យរួចរាល់ហើយរួចហើយយើងយកវាដាក់ត្រង់ចាក់ចូលក្នុងទឹកចាហួយរបស់យើងនឹងតែម្ដងទឹកចាហួយយើងបានកូរជាមួយទឹកអាប់ទុកមិញហ្នឹងណារួចហើយយើងចាប់ដើមបើកភ្លើងមកសម្រាប់ភ្លើងយើងកុំបើកខ្លាំងពេកបើបំពាក់ការាល្មមមកបានហើយយើងចាប់ដើមកូរទៅឬកំដៅចោលណាប្រយ័ត្នផុលអាហ្នឹងផុលលឿនដូចគ្នាយើងកូរវាបដាហើយយើងឈប់បន្តិចទៅយើងកូរយើងឈប់បន្តិចទៅយើងកូរវាអញ្ចឹងរហូតដល់វាពុះអញ្ចឹងណាពុកម៉ែគ្នាគឺយើងនៅកូរវាយើងនៅមើលវាដើរចោលតណាតបានទេប្រយ័ត្នខ្លោចអាហ្នឹងគឺខ្លោចលឿនមែនតើខ្លោចក៏ខ្លោចផុលក៏ផុលដែរអ្នកគ្នាយើងកូរវាទៅឬយើងកូរវារហូតដល់វាឡើងខាំចឹងហ្នឹងនេះតដល់វាឡើងខាំឡើងឆ្អិនពងមាន់ពងទារបស់យើងតែប៉ុណ្្នឹងបានហើយបាត់ភ្លើងមករួចហើយយើងចាប់ដើមដួសដាក់ពីលើសារាយរបស់យើងទៅបានកកឡើងរឹងហ្នឹងណាកុំចាក់ដាច់ខាតគឺយើងដួសម្ដងមកវែងដាក់ម្ដងមកវែងដាក់ម្ដងមកវែងអញ្ចឹងកុំចាក់បើសិនជាយើងចាក់គឺសារាយហ្នឹងគឺវាធ្លុះទៅក្រោមចូលគ្នាអត់មានជាជាន់ទេណាពុកម៉ែមកគ្នាយើងចាក់ម្ដងមកវែងអញ្ចឹងមកតែយើងលើកទាំងឆ្នាំងយកមកចាក់តែម្ដងគឺវារលាយចូលគ្នាអត់មានជាន់អត់មានអីទេគឺវាលាយចូលគ្នាវល់ពេញហ្នឹងមកមើលមកតំណងឯពុកម៉ែមកគ្នារួចហើយយើងទុកប្រហែលជា3 ទៅ 4 ម៉ោងទុកក្នុងទូទឹកកកពុកម៉ែគ្នាយើងរឹងអាចយកមកកាត់ហូបបានឬក៏យកទៅលក់បានឬក៏យកទៅប្រគេនលោកឲ្យថ្ងៃសិលបានដែរអ្នកទាំងអស់គ្នាឃើញទេតំណងមែនតើនិយាយថាពណ៌វិញគឺស្អាតមក3ជាន់ណាពុកម៉ែគ្នាមានចាហួយមានខ្ទិះដូងរួមជាមួយនឹងសង្ខ្ចាមើលមកតំណងមែនតើអ្នកទាំងគ្នាខ្ទិះដូងនៅកណ្ដាលពេលហូបទៅខ្ទិះឈប់ឆ្ងាញ់ណាអ្នកទាំងគ្នានិយាយមែនជាតិមកនេះបានហូបជាមួយនឹងបង្អែមចាប់លៀងយកដាក់លាយជាមួយនឹងបង្អែមចាប់លៀងអូឆ្ងាញ់យ៉ាងណាទេសូមសរសើរម៉ែកូនបឺតខ្ញុំចេះនឹកឃើញធ្វើចង្ហាន់លោកយកទៅជួយប៉ុនគេអ្នកគ្នាខ្ញុំមិននឹកអត់ឃើញទេតែម៉ែកូនបឺតខ្ញុំនឹកឃើញចង់ធ្វើបង្អែមយកទៅជួយចង្ហាន់លោកវាត្រូវនឹងថ្ងៃសិលផងហើយក៏ត្រូវនឹង7ថ្ងៃរបស់លោកយាយនៅគៀនតែរបស់ម៉ែនៅក្នុងភូមិគាត់ឲ្យទទួលមរណភាពមកគ្រប់7ថ្ងៃហើយអ្នកគ្នានេះក្រោយពីម៉ែកូនបឺតរៀបចំទុកចង្ហាន់លោកឲ្យរួចរាល់ហើយជូនចាស់ឲ្យរួចរាល់ដល់សល់2 3ដងម៉ែកូនបឺតចាប់ដើមភ្លក់សដៅមេដៃទៀតណាឲ្យមេដៃត្រូវហើយអ្នកគ្នាអូឆ្ងាញ់ណាស់នេះឃើញទេរៀងវាស្អាតមែនតើអ្នកគ្នា3ជាន់មើលមកជូតហ្មង